សូមគោរពអនុញ្ញាតជម្រាបសួរក៏ដូចជាជូនជាដំណឹងទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថាសម្រាប់អាពាហ៍ពិពាហ៍ថ្ងៃទី21ចូលបង្ហើយថ្ងៃទី22ខែ2ឆ្នាំ2026ស្ថិតនៅក្នុងភូមិม่วងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំគឺត្រូវបានផ្លាស់ប្ដូរកម្មវិធីឲ្យបងប្អូនណាប្ដូរពីកម្មវិធីអាពាហ៍ពិពាហ៍ទៅជាកម្មវិធីបុណ្យសពវិញម្ដងដោយសារតែសមាជិកគ្រួសារគាត់ជួបឧបទ្ទហេតុបានដួលនៅក្នុងបន្ទប់ទឹកបណ្ដាលឲ្យបាត់បង់អាយុជីវិតអញ្ចឹងហើយនេះគឺជាវីដេអូមួយផ្ញើសារជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅជិតឆ្ងាយដែលត្រៀមខ្លួនក្នុងការអញ្ជើញចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ហ្នឹងណាបងប្អូនអញ្ចឹងមេត្តាជួយ share ចែករំលែកក៏ដូចជាជូនដំណឹងទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលគាត់នៅឆ្ងាយដែលគាត់ត្រៀមខ្លួនក្នុងការចូលរួមកម្មវិធីនេះណាអញ្ចឹងគ្រួសារគាត់គឺបានមានទុកជាទម្ងន់បានលើកក៏ដូចជាផ្លាស់ប្ដូរថ្ងៃអាពាហ៍ពិពាហ៍ដោយមិនកំណត់ហើយក៏មិនទាន់ដឹងច្បាស់ថានឹងធ្វើឡើងវិញនៅថ្ងៃណាណាអានេះអាស្រ័យទៅលើគ្រួសារគាត់រៀបចំនៅពេលក្រោយពេលដែលគាត់ទុកដាក់សាកសពសមាជិកគ្រួសារគាត់ហើយណាបងប្អូនសូរណាស់បងប្អូនអើយសូរណាស់រោងការសង់មុខផ្ទះហើយណាព្រឹក21ហ្នឹងគឺត្រូវជាព្រឹកដែលយើងជួបជុំគ្នាវិចនំវិចអន្សមណាបងប្អូនរៀបចំកម្មវិធីណាតែបែរជាអកុសលជីវិតមើលមិនឃើញណាបងប្អូនគាត់បានដួលនៅក្នុងបន្ទប់ទឹកបណ្ដាលឲ្យដាច់សរសៃឈាមបាត់បង់អាយុជីវិត